Hi everyone. Now let's translate three more useful everyday English idiom with me. បាទសួស្តីអ្នកនរគ្នាតោះយើងរៀនបកប្រែរៀនឬក៏បកប្រែidiom 3ទៀតជាមួយខ្ញុំ idiom ដែលគេនិយមប្រើជាប្រចាំថ្ងៃណា So the first idiom means to risk losing your job, damaging your reputation, etc., by doing or saying something. To risk losing your job, damaging your reputation, etc., by doing or saying something. អឺប្រឈមមុខនឹងការបាត់បង់ការងាររបស់អ្នកបំភ្លេចបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកលក្ខណៈដោយធ្វើអ្វីឬក៏និយាយអ្វីមួយ Okay. And the example here, it's not a matter that I'm prepared to put my head on the block for. Okay, អញ្ចឹងidiom ហ្នឹងគឺ idiom ដែល correct ហ្នឹងគឺនេះណាយើងនិយាយថា put okay put your head on the block ឬក៏ put your neck on the block ឬក៏ lay your neck on the block ឬ lay your head on the block អញ្ចឹងបានន័យថាភាសាខ្មែរយើងនិយាយចំគឺយកកលូនតែយកកលូនយកកលូនតែហ្នឹងហើយអញ្ចឹងដូចតែខ្ញុំបកប្រែមកអញ្ចឹងតែហ៊ានតែធ្វើការងារហ្នឹងគឺប្រកាសជាមានហានិភ័យដល់ការងារយើងឬក៏បំផ្លាញបំភ្លេចបំផ្លាញគេឈ្មោះយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏លេខមកឧទាហរណ៍វិញ It's not a matter I'm prepared to put my head on the block for វាមិនមែនជាផលលំអស់របស់ខ្ញុំទេវាមិនមែនជាបញ្ហារបស់ខ្ញុំទេដែលខ្ញុំអឺបានត្រៀមរួចជាស្រេចក្នុងការយកអង្គលូនតែខ្ញុំហ្នឹងឬក៏ប្រឈមមុខនឹងការបាត់បង់ការងារក៏ដូចជាបំភ្លេចបំផ្លាញកិត្តិយសខ្ញុំហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំមិនធ្វើទេព្រោះវាមិនមែនជាកិច្ចការងារខ្ញុំទេហើយបើខ្ញុំទៅធ្វើអញ្ចឹង Okay, so that means like that. And the next one, the next idiom, okay, old fashioned, feeling of hate or strong dislike. Old fashioned feelings of hate or strong dislike. អង់គ្លេសបែបបុរាណផុតសម័យហើយផុតហួសសម័យគេអត់ប្រើទៀតទេប៉ុន្តែពេលខ្លះអាចលឺម្ដងម្កាលអញ្ចឹងណាអញ្ចឹងមានន័យថាអារម្មណ៍ដែលស្អប់ឬក៏អឺអារម្មណ៍ដែលថាមិនចូលចិត្តជាខ្លាំងso bad blood between A and B គេ bad blood between A and B អត់ចូលចិត្តហ្មងនិយាយទៅគឺស្អប់មកទោសស៊ូពុយ and the last one informal often humorous to be angry with somebody and want to hurt or punish them. Okay, informal or humorous to be angry with somebody and want to hurt or punish them. ចឹង idiom ហ្នឹងគឺយើងប្រើក្នុងការនិយាយជីវិតជាប្រចាំថ្ងៃមិនប្រើក្នុងភាសាផ្លូវការទេហើយវាប្រើក្នុងន័យជាការកំ pl ែងលេងសើចចឹងទៅខឹងនរណាខឹងនរណាម្នាក់ហើយចង់ធ្វើបាបឬក៏ចង់ពិន័យធ្វើទរណកម្មទៅម្នាក់ហ្នឹងណាយើងខឹងហើយចង់ធ្វើទរណកម្មចង់ធ្វើបាបឲ្យម្នាក់ហ្នឹងគាត់ឈឺសាច់ឈឺខ្លួនអញ្ចឹងទៅ Okay, so the idiom the last idiom is you can either say be after someone's blood ឬក៏ be out for someone's blood again be for someone's blood ឬក៏ be out for someone's blood okay so that's it for today, everyone. I'll see you next time. Take care and bye.